miền bốn nó miền chung một Rainbow ចានេះឲ្យ Rainbow ណាបង បាទហើយនឹង Lily Odovalle អានឹងទុំពូឈីវ ព្រោះ មួយទៀតបៃខនួទុំពូក្រហម ចាបៃខនួ ហើយមួយទៀត S38 ចា ឬក៏ឈ្មោះ Eliadora ចាអូយឈ្មោះអីព្រោះម៉េច អានេះទុំពូខ្មៅតែវាអត់តន់ទុំទេហើយអានេះវាអត់ក្របពីកណើត អត់ក្របពីកណើតទៀតបង បាទនេះអត់មានក្របទេ ចឹងពេលនេះអីគេ Lily Odovalle អស់អីគេនិយាយអានអត់ត្រូវបងប្អូនអើយល្អអីក៏ល្អយ៉ាងនេះនេះខ្វះកហ្មងចូលចិត្តញ៉ាំតាពាំងបាយជូរផងហើយដល់ពេលមកដល់ឃើញដល់ចំការឲ្យផ្លែរនិករណោកពេញចេះទៀតអូតំណងខ្លាំងមែនតែនហ្មងបងប្អូនហើយមិនមែននៅណាទេគឺនៅប្រទេសកម្ពុជាយើងនៅខ្មែរទេណាបងប្អូនទៅច្រឡំនៅស្រុកគេអីទៅដោយសារតែបងប្រុសគាត់ដាំបានជោគជ័យហើយមកផ្លែបែបនេះហើយក្នុងទៀតដូចចង់ដាក់ចាពេលមើលទៅយូរទៅច្រឡំថាចង់ដាក់អីបងប្អូនមែនទេនេះផ្លែគេចេញមកពីសណ្ដងហ្នឹងពិតប្រកបមែនតែនហ្មងហើយនេះមើលស្លឹកមើលអីចឹងទៅហើយនេះដើមមកគេបងប្អូនឥឡូវមកមើលខាងដើមនេះសិនដើមវាបែបនេះហើយគេធ្វើត្រើងបងប្អូនអូយល្អម៉េចមកចកម្មនេះចូលប្រហែលចង់កន្លះគីឡូបាត់ហើយនេះមកផ្លែម៉ាក់នេះឲ្យចិត្តទុំហ្នឹងណាបងប្អូនវាឡើងខ្មៅស្រស់ចឹងទៅគឺផ្អែមហើយទុំហើយអាហ្នឹងប៉ុន្តែនេះអត់ទាន់ទុំ 100% ទេគឺមានតែខ្លះខ្មៅខ្លះរៀងពណ៌ខៀវអីចឹងណាបងប្អូនអូយដល់ពេលឃើញដល់ចំការចេះគឺមិនទៅសើមិនបានទេបកកែដាំឲ្យផ្លែល្អមែនតែនហ្មងហើយនេះបងប្អូនខាងក្រៅខ្នងនេះគឺតុងជាតិខ្មែរដោយសារតែកុំឲ្យបងប្អូនច្រឡំឃើញផុសរូបក៏ផុសវីដេអូអីទៅថានៅប្រទេសគេមែនទេគឺនៅខ្មែរនៅខាងភ្នំសំពៅបងប្អូនហើយនេះហើយផ្លែតាពាំងបាយជូរពូជអីគេខ្លះឥឡូវចាំជួបបងប្រុសទាំងអស់គ្នាសួរពីពូជនេះបងប្អូនឥឡូវនេះយើងដើររកអាណាខ្មៅទុំល្អហ្មងលក់ឲ្យបងប្អូនមើលនៅចំការហ្មងចង់ដឹងថារសជាតិគេបែបណាមកឥឡូវខាងនេះវានៅមានអាខ្លះខៀវខ្លះអីចឹងយើងមើលអាណាខ្មៅខ្លាំងនេះបងប្អូននេះយកនេះមួយមកវាបកសិនបងប្អូនដល់កហើយមើលសាច់គេអូល្អម្ល៉េះបងប្អូននេះអូយសាច់ឡើងពេញឲ្យជាតិទឹកហ្មងមើលទៅនេះរសជាតិគឺអែមមែនតើបងប្អូនអីវាទុំហ៎អាចជម្រាបសួរបងប្រុសអូយមកដល់ចកាផ្ទាល់ហើយបងអើយបានឃើញចេះគឺខ្វះកខ្លាំងមែនតើផ្លែអីក៏ល្អម៉េចហើយខាងនេះពូជអីគេដែរបងនេះឈ្មោះ Rainbow បង Rainbow បងថាទុំខ្មៅមិញណាបងចាខ្មៅ Rainbow អូនេះអាចខែប៉ុន្មានបានទុំល្អបងខែ2អីទុំខែ2អញ្ចឹងខែក្រោយនេះបងណាបាទដល់សល់ប្រហែលថ្ងៃទៀតអញ្ចឹងរយៈពេលយើងដាំហ្នឹងតាំងពីដាំមករហូតដល់ផ្លែទុំប៉ុន្មានខែដែរបង6 ខែទៅ8ខែកន្លះឆ្នាំយូរដែរណាបងអញ្ចឹងក្នុងការថែទាំអីពិបាកអីបងវាមកមួមដែរបើយើងដឹងនិស័យវាទៅវាអត់អីទេចាហើយមានខាងចំការបងមានប៉ុន្មានពូជដែរឃើញមាន4ចាមាន4ពូជតែក្នុងនេះមានប៉ុន្មានពូជបងមាន4ហ្នឹងមានឈ្មោះ Rainbow ចានេះឲ្យ Rainbow ណាបងបាទហើយនឹង Lily Odovalle អាហ្នឹងទុំពូឈីវមួយទៀតបៃខនួទុំពូក្រហមចាបៃខនួហើយមួយទៀត S38 ចាឬក៏ឈ្មោះ Eliadora ចាអូយឈ្មោះអីព្រោះម៉េចខ្ញុំញ៉ាំរត់ដល់អត់មានដឹងថាឈ្មោះអីដល់តាពាំងបាយជូរមានទុំខៀវទុំក្រហមតែប៉ុណ្្នឹងឯងមកពីប្រទេសអ៊ុយក្រែនចាអូប្រភេទផ្លែងាយអូយផ្លែល្អមែនតើហើយដាំ6ខែបានផលចេះគឺបងបើចង់បានពូជអីធ្វើម៉េចបងខាងបងមានលក់ពូជដែរចាអញ្ចឹងខាងខេត្តបាត់ដំបងនៅភូមិអីបងភ្នំសំពៅចាអញ្ចឹងតាក់តងទិញអីចាំឲ្យដាក់លេខទូរស័ព្ទបងខាងក្រោមហ្នឹងឯងឃើញលោកក៏ចង់ដាំលក្ខណៈជាចំការផ្ទាល់ឬក៏តាមមុខផ្ទះធ្វើត្រឹងធ្វើអីជាការល្អមើលក៏បានដែរដោយសារតែផ្លែមកស្អាតណាស់ដូចចង់ដាក់អញ្ចឹងបងអើយខែដាំហើយថែបានល្អមែនទែនមកផ្លែបែបនេះហើយតិចច្រឡំថានៅស្រុកគេមែនទេបងប្អូននៅខាងភ្នំសំពៅយើងនេះឯងខេត្តបាត់ដំបងហើយផ្លែល្អមែនទែនបងឥឡូវសូមបងជូនទៅមើលខាងនេះតិចខ្ញុំចង់ឲ្យបងហៅឈ្មោះម្ដងទៀតមិញហ្នឹងឈ្មោះព្រោះជាខ្ញុំទៀតហ៎បងនេះអីគេ Lily Odovalle អីគេនិយាយអានអត់ត្រូវ Odovalle ចាហ្នឹងហើយគឺពូជនេះគឺឈ្មោះព្រោះមែនតើបងប្អូនឲ្យផ្លែទុំទៅពណ៌ខៀវណាបងបាទទុំខៀវនេះមានក្លិនក្អូបដូចផ្កាលីលីចឹងខ្ញុំក៏អត់ដែរស្គាល់ផ្កាលីលីដែរនេះពូជមកពីខាងស្រុកណាដែរបងនេះអ៊ុយក្រែនដែរចាបងចុះអានេះខ្ញុំមើលទៅរៀងផ្លែពីខាងនោះបន្តិចដោយសារតែផ្លែវារៀងវែងជាងហ៎បងអាហ្នឹងឈ្មោះបៃខនួពូជវាបៃខនួចាបៃខនួនេះរៀងទុំទៅបៃក្រហមវិញណាបងក្រហមដូចស្វាយតិចចាអញ្ចឹងខែ2ដូចគ្នាណាបងបាទដូចគ្នាចាអញ្ចឹងពេលដែលដល់រដូវកាលទុំមានបងប្អូនចង់មកលេងដល់ចំការទិញដល់ចំការបងលក់
បានចា តល់ថ្លឹងតល់ ចាចង់កាត់ខ្លួនឯងក៏បានដែរស្រឡាញ់អាមេឃមួយណាឡងមួយណាភ្លក់បានហើយកាត់ ផ្អែមកាត់ទៅ ចាហើយសំខាន់បងប្រុសមានលក់ពូជទៀតទាំង4ពូជហ្នឹងតែម្ដងបងប្អូនអាចកំងខាងបងប្រុសបានមើលពូជទី4ជាមួយបងប្រុសទាំងអស់គ្នានេះពូជទី4អូអានេះរៀងខៀវបង បាទនេះទុំពណ៌ខ្មៅតែវាអត់តន់ទុំទេហើយអានេះវាអត់ក្របពីកណើត អូអត់ក្របពីកណើតទៀតបង បាទនេះមានក្របទេ ចឹងពេលអូ អានេះហើយឆ្នាំតែមិញមកចកោម1គីឡូ អូវាធំធំល្អណាបងណាចា អានេះមកពីអ៊ីស្រាអែល អ៊ីស្រាអែលខុសពីពូជខាងមុខវិញចាអុយក្រែនខាងនេះអ៊ីស្រាអែលបងប្អូនអើយនេះល្អមែនតើហ្មងចេញទឹកមាត់បងប្អូនឃើញតែពាំងបាយជូរដល់ចំការឲ្យបានឃើញតាំងពីផ្លែដឹងស្គាល់ពីពូជអីចឹងទៅហើយក៏អរគុណបងប្រុសដែរដែលបានជួយណែនាំពីពូជអីចឹងណាហើយនៅតែបញ្ជាក់បងប្អូនចឹងគឺនៅខាងខេត្តបាត់ដំបងយើងទេកុំច្រឡំទៅខាងណាខាងណីបងប្រុសក៏ដាំតាំងពីឆ្នាំមុនម្សាមែនទេបងចានេះឆ្នាំទី2ហើយបងប្អូនចង់តាក់ទងទិញអីទិញតាមរយៈបងប្រុសក៏បានដែរអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះកុំភ្លេចជួយចែករំលែកបន្តទៀតផងអរគុណច្រើនបាយបាយជម្រាបលា